លោកមន្ត្រីលោកតាជួយខ្ញុំផងដងជីសៀងអញជីតូចាប់សួងទ្រពសម្បត្តិសោះតែហ៊ានបង្កបញ្ហានៅឋានសួគ៌ជាច្រើនដងលោកតាពីនៃអញឲ្យចុះទៅឋានមនុស្សលោកដើម្បីសង្កពាប្រសិនបើអញអាចរកឃើញមនុស្សដែលមាននិស្ស័យល្អបំពេញបំណងប្រាថ្នារបស់ពួកគេហើយជ្រើសរើសកែខ្លួនដើម្បីលួសកំហុសដោយគ្មានការតបតវ៉ាលោកតាជីសៀងគ្មានឪពុកម្ដាយតាំងពីក្មេងគឺលោកតាទេដែលបានចិញ្ចឹមខ្ញុំសូមលោកតាជួយខ្ញុំផងខ្ញុំសន្យាថានឹងមិនយកថ្នាំទឹកមាសដែលលោកតាហ្វឹកហាត់ទៅឲ្យនំដូណាតញ៉ាំទៀតទេអាយ៉ាឯងចុះទៅចុះជីសៀងនៅឋានមនុស្សលោកមិនអាចប្រើវេទមន្តបានទេលោកតាឲ្យអញនៅវិជាលាភមាសកម្លាំងហិមាញួរក្អែកនិងសមត្ថភាពបំផ្លាញខ្លួនឲ្យធំតូចអាវុធវេទមន្ត4មុខនេះស្មើនឹងកាំបិតមួយឋានសួគ៌នេះអាចស្ងប់ស្ងាត់បានមួយរយៈហើយអូនិយាយអីចឹងព្រះចៅអធិរាជយូអីព្រះអង្គបានបណ្ដេញគាត់ទៅទីក្រុងណាគេនៅលោកីទោះជាទីក្រុងអាស៊ីទីក្រុងអាស៊ីនោះមិនមែនជាទីកន្លែងរបស់ស្ដេចមារដែលកំពុងប្លន់ទេលោកជំទាវឥឡូវសុខភាពលោកជំទាវអាក្រក់យ៉ាងនេះទៅហើយនៅតែចេញមកផ្ទាល់ទិញកាដូខួបកំណើតឲ្យកូនប្រុសទៀតក្រុមគ្រួសារខ្ញុំនិយាយថាខ្ញុំបន្ទោសគាត់ចំពោះកូនដែលខ្ញុំកើតមកក្រោយពីពោះបាន9ខែដែលក្មេងនេះរឹងរូសនិងខូចតាំងពីតូចមកឥឡូវនេះខ្ញុំជឿដល់ថ្នាក់នេះខ្ញុំមិនដឹងថាខ្ញុំអាចនៅក្បែរគាត់បានយូរប៉ុណ្ណាទៀតទេខ្ញុំសង្ឃឹមតែថាមុនពេលខ្ញុំស្លាប់គាត់អាចរៀនធ្វើជាមនុស្សល្អកូនប្រុសតកូលនេះនិយាយទៅគឺដូចជាស្ដេចមារនៅលោកីនេះអញ្ចឹងក្នុងលោកនេះគ្មានអ្នកណាអាចនេះណែណាពិភពលោកនេះគ្មាននរណាម្នាក់អាចនេះជាកន្លែងណាកូនឯងមិនអីទេខ្ញុំមិនអីទេឆាប់សាច់ញាតិនៅក្នុងបន្ទប់ខាងក្នុងអាចោរទៅឈានណាស់ហ៊ានមកលោឡាចំពោះមុខទេពកុមារនេះអាចោរទៅឈប់ភ្លាមទៅអូយភ្លេចបាត់ថាខ្ញុំអត់មានមន្តអាគមទៀតហើយ